បាទសួស្តីបងប្អូនបាទនេះជារបៀបយើងយកវីដេអូគេមកដាក់ពីក្រោយហើយយើងមានមុខវីដេអូយើងនៅពីមុខណាបាទគឺយើងត្រូវថតសកម្មភាពណាមួយដែលយើងចង់និយាយពីវីដេអូយើងមកយើងយកទៅដាក់ចូលក្នុងកម្មវិធីកាត់តក្នុងកម្មវិធី CapCut របស់យើងមកបាទឥឡូវយើងទៅទស្សនាការបង្ហាញជូនរបស់ខ្ញុំទាំងគ្នាបាទយើងយកមកក្នុងកម្មវិធី CapCut យើងមកនេះចូលកម្មវិធី CapCut យើងប៉ះទៅលើ CapCut យើងមកបាទបន្ទាប់មកយើងនឹងបាទបន្ទាប់បើមានពាណិជ្ជកម្មយើងទុកពាណិជ្ជកម្មវាឲ្យផុតមកហើយយើងចុចមកលើសញ្ញាបូកនេះ New Project មកបាទសញ្ញាបូកចុចមកបន្ទាប់មកយើងទៅជ្រើសរើសវីដេអូបាទវីដេអូណាមួយដែលយើងបានកាត់វារួចហើយណាលក្ខណៈថាវីដេអូយើងកាត់រួចហើយឧទាហរណ៍ថាវីដេអូនេះខ្ញុំកាត់រួចហើយយើងយកវីដេអូនេះមួយមកបាទហើយយើងចុច add មកចុចពាក្យ add ខាងក្រោមវានឹងចូលមកក្នុងកម្មវិធី CapCut ហើយណាបងប្អូនហើយសំឡេងយើងត្រូវបិទសំឡេងដើមរបស់គេចុចសញ្ញាមីក្រូនេះមកវានឹងបិទហើយបាទបន្ទាប់មកទៀតគឺយើងត្រូវដាក់សកម្មភាពដែលយើងនិយាយពីវីដេអូនេះណាលក្ខណៈថាយើងនិយាយពីសាច់វីដេអូនេះបាទដែលសកម្មភាពស្រីស្អាតអ្នកនេះគាត់ធ្វើអីដូចជាឆុងតែឆុងអីណាបាទយើងយកវីដេអូរបស់យើងដែលយើងបានថតពីការនិយាយពីក្នុងវីដេអូរបស់គេនេះមកហើយយើងយកមកដាក់នៅលើពីលើវីដេអូនេះណាបាទយើងចុចយើងមើលខាងក្រោមមកបាទនេះយើងមើលអាជួរក្រោមនេះយើងយកពាក្យថានេះអាកន្លែង overlay ណាអក្សរអង់គ្លេសបាទបើកន្លែងអក្សរខ្មែរខ្ញុំបានដាក់ខ្មែរទេវាដាក់ជាអង់គ្លេសហើយបងប្អូនដាក់ខ្មែរយើងចំណាំរូបភាពទៅនេះរូបភាពបែបនេះណារូបភាពនេះចុចទៅលើវាមកទៅមួយចុចសញ្ញាបូកមួយទៀតចុច add នេះមក add overlay ហើយយើងទៅជ្រើសរើសរូបភាពវីដេអូដែលយើងបានថតនេះដូចវីដេអូនេះគឺជាខ្ញុំថត clip ដែលខ្ញុំនិយាយបង្ហាញពីវីដេអូនេះឯងបាទចុចលើវីដេអូយើងមកហើយយើងចុចសញ្ញា add ខាងក្រោមមួយទៀតវានឹងចូលហើយបាទនេះឃើញអត់នេះវាចូលនៅហើយបាទបន្ទាប់មកយើងយកដៃរបស់យើងមកប៉ះលើវីដេអូរបស់យើងនេះមកបាទនេះយើងពង្រីកពង្រួមទៅកន្លែងណាដែលយើងចង់ដាក់ទៅបាទឧទាហរណ៍ថាខ្ញុំចង់ដាក់នៅកន្លែងនេះបាទដាក់នៅកន្លែងនេះក៏បាននេះដាក់គៀនជ្រុងនេះមួយមកបាទបើយើងចង់ remove background ចេញក៏ remove ទៅបើយើងមិនចង់ទេយើងដាក់តង់បែបនេះក៏បានដែរបាទក្នុងឧទាហរណ៍នេះខ្ញុំអត់បានបង្ហាញពី remove ទេបាទបើចង់ remove យើង remove ទៅបាទឥឡូវខ្ញុំដាក់ប៉ុណ្ណេះហើយយើងចាប់ដើម play មើលទៅបាទសួស្តីបងប្អូនបាទនេះជារបៀបយើងយកវីដេអូគេមកដាក់ពីក្រោយហើយយើងមានបាទនេះយើងនិយាយរៀបទៅបាទយើងនិយាយរៀបពីសាច់វីដេអូរបស់យើងនេះទៅបាទហើយមួយទៀតដើម្បីបានវីដេអូយកមកដាក់ចេះយើងត្រូវតែមានទូរស័ព្ទ2គ្រឿងបាទទូរស័ព្ទមួយទៀតថតមុខរបស់យើងទូរស័ព្ទមួយទៀតយើងអង្គុយធ្វើសកម្មភាពអង្គុយមើលវីដេអូរបស់គេហើយយើងនិយាយ reaction ពីវីដេអូគេទៅហើយយើងទូរស័ព្ទមួយទៀតថតយើងកំពុងនិយាយនឹងឯងបាទយើងដាក់មកនេះឃើញទេបាទក្នុងឧទាហរណ៍នេះគឺខ្ញុំនិយាយបានតែប៉ុណ្ណេះវាអត់ស្មើនឹងសាច់វីដេអូគេទេហើយខ្ញុំធ្វើការកាត់ចែងខ្លះទៅបាទបើបងប្អូនថតផ្ទាល់បានវាស្មើគ្នាណាបាទយើងដាក់ចូលបានប៉ុណ្ណេះហើយយើងចុចបិទសំឡេងហើយយើង save ទៅណាបងប្អូនបាទយើងធ្វើបានប៉ុណ្ណេះយើង save ទៅបាទសួស្តីបងប្អូនបាទនេះជារបៀបយើងយកវីដេអូគេប៉ុន្តែនៅក្នុងឧទាហរណ៍នេះខ្ញុំនិយាយផ្សេងពីវីដេអូនេះខ្ញុំត្រូវការបិទសំឡេងវីដេអូនេះចេញមួយបាទគឺខ្ញុំបិទចេញយើងបានបែបនេះហើយយើងចុចសញ្ញា save ទៅបងប្អូននេះហើយយើងជ្រើសរើសកម្រិតផងនេះចុចយើងចង់យក18ក៏យើងយកទៅនេះកម្រិតច្បាស់យើងយក18ក៏យកទៅហើយយើងយក720ក៏បានដែរយើងយកត្រឹម720បានហើយកម្រិតច្បាស់ណាហើយបន្ទាប់មកយើងចុចសញ្ញាប្រូចនេះទៅនេះវានឹង save អោយហើយណាបាទចុចមកគឺវា save ហើយពេលនេះពេលដែលវា save ចប់គឺយើងបានវីដេអូមួយយកទៅផុសនៅក្នុង Facebook page របស់យើងបានណាបងប្អូនបាទដូច្នេះការបង្ហាញជូនរបស់ខ្ញុំគឺដល់ទីបញ្ចប់តែប៉ុណ្ណេះបើសិនតែមានកន្លែងណាឆ្ងល់អីអាចសួរបានទេបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ